សាលាបង្រៀនច្នៃម៉ូដសម្លៀកបំពាក់ល្បីលំដាប់ពិភពលោកចំនួន10មួយ Parsons School of Design ជាមហាវិទ្យាល័យរចនាម៉ូដនិងសិល្បៈឯកជនមួយដែលស្ថិតក្រោមការគ្រប់គ្រងដោយសាកលវិទ្យាល័យ Daniel School ដែលបង្កើតឡើងក្នុងឆ្នាំ1896 ស្ថិតក្នុងចំណោមសាលាដែលមានវ័យចំណាស់ជាងគេខាងផ្នែកសិល្បៈនិងរចនាម៉ូដក្នុងបុរី Greenwich នៃទីក្រុងញូវយ៉កសហរដ្ឋអាមេរិក 2. Fashion Institute of Technology ហៅកាត់ថា FIT គឺជាវិទ្យាស្ថានសាធារណៈដែលស្ថិតក្រោមការគ្រប់គ្រងដោយសាកលវិទ្យាល័យរដ្ឋញូវយ៉កដែលបង្កើតឡើងឆ្នាំ1944ដែលផ្ដោតលើសិល្បៈពាណិជ្ជកម្មផ្នែករចនាម៉ូដនិងបច្ចេកវិទ្យាដែលផ្សារភ្ជាប់ទៅនឹងឧស្សាហកម្មវាយនភ័ណ្ឌសម្លៀកបំពាក់ក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉កសហរដ្ឋអាមេរិក 3. Antoinette Westphal College of Media Art and Design ជាមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្សព្វផ្សាយសិល្បៈនិងរចនារបស់សាកលវិទ្យាល័យ Drexel ដែលបង្កើតឡើងនៅឆ្នាំ1891ស្ថិតក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក 4. London College of Fashion ជាមហាវិទ្យាល័យមួយរបស់សាកលវិទ្យាល័យសិល្បៈនៃទីក្រុងឡុងចក្រភពអង់គ្លេសបង្កើតឡើងនៅឆ្នាំ1906ដែលដំបូងឡើយជាសាលាពាណិជ្ជកម្មសម្រាប់នារីដែលបណ្ដុះបណ្ដាលបច្ចេកទេសខាងផលិតសម្លៀកបំពាក់តម្បាញដេប៉ាក់រចនាម៉ូដនិងកែច្នៃផលិតផលធ្វើពីស្បែកនិងរោមសត្វ 5. ESMOD ជាវិទ្យាស្ថានឯកជនបណ្ដុះបណ្ដាលផ្នែកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់របស់បារាំងដែលបង្កើតនៅឆ្នាំ1841ដោយលោក Alexis Lavigny ក្នុងទីក្រុងប៉ារីសប្រទេសបារាំងនិងបានពង្រីកសាខាក្រៅប្រទេសដូចជាជប៉ុនកូរ៉េរុស្ស៊ីឌូបៃនិងលីបង់ 6. Istituto Marangoni ជាសាលាឯកជនដែលបណ្ដុះបណ្ដាលផ្នែកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់ក្នុងទីក្រុងមីឡានប្រទេសអ៊ីតាលីដែលបង្កើតឡើងនៅឆ្នាំ1935ដោយជាងកាត់ដេរចំណានម្នាក់ឈ្មោះ Giulio Marangoni ដែលផ្ដោតលើការបង្កើតគំរូម៉ូដសម្លៀកបំពាក់ផលិតវត្ថុធាតុដើមនិងបង្កើតទីផ្សារផ្សព្វផ្សាយ 7. Polimoda ជាសាលាឯកជនដែលបណ្ដុះបណ្ដាលផ្នែកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់ក្នុងទីក្រុង Florence ប្រទេសអ៊ីតាលីបង្កើតឡើងនៅឆ្នាំ1986ដោយលោក Shirley Goodman ដែលជាអតីតអនុប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Fashion of Technology និងជាស្ថាបនិកម៉ាកយីហោ Emilio Pucci Polimoda បង្កើតដំបូងជាគម្រោងរួមគ្នាវាងទីក្រុង Florence ជាមួយវិទ្យាស្ថាន FIT របស់អាមេរិកផ្ដោតលើការច្នៃម៉ូដសម្លៀកបំពាក់វាយនភ័ណ្ឌ 8. Central Saint Martin ជាមហាវិទ្យាល័យមួយស្ថិតក្រោមសាកលវិទ្យាល័យសិល្បៈសាធារណៈនៃទីក្រុងឡុងចក្រភពអង់គ្លេសដែលបង្កើតឡើងឆ្នាំ1989ដោយផ្ដោតលើកម្មវិធីរចនាម៉ូដសិល្បៈសម្លៀកបំពាក់ផ្នែកតន្ត្រីនិងផ្សព្វផ្សាយ 9. Eco Dollar Shop Syndicat Dollar គូជោប៉ារីសៀនជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដែលបណ្ដុះបណ្ដាលផ្នែកច្នៃម៉ូដសម្ភារៈបច្ចេកទេសដែលបង្កើតឡើងនៅឆ្នាំ1927នៅទីក្រុងប៉ារីសប្រទេសបារាំងដោយសហព័ន្ធឧស្សាហកម្មម៉ូដសម្លៀកបំពាក់វាយនភ័ណ្ឌបារាំង 10. Swedish School of Textile ជាវិទ្យាស្ថានផលិតកម្មស្រាវជ្រាវវាយនភ័ណ្ឌសម្លៀកបំពាក់និងនាវានុវត្តន៍ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យបូរ៉ាដែលដំបូងឡើយជាសាលាបច្ចេកទេសតម្បាញបង្កើតឡើងនៅឆ្នាំ1866នៅទីក្រុងបូរ៉ាប្រទេសស៊ុយអែត